Mario បបាជាមួយអ្នកខ្លាំងជើងប្រហែលជាពិបាកវាយគេ Mario ខ្លាំងជើងក៏ប៉ុន្តែបបាគេអ្នកជើងដែរប្រហែលជាពិបាកទុកប៉ុន្តែបបាមកពេញសម្បត្តិដោយបងប្អូនបានឃើញ poster នេះអញ្ចឹងបបាទុះទាយផលិតផលវានិយាយថា50 វាអត់ចង់ត្រូវទៀតណាព្រោះពេញសម្បត្តិតែពេញសម្បត្តិគឺបុកឲ្យដៃបដូរដៃហើយបានកែងខ្លះដែរប៉ុន្តែបើ Mario គេតតហើយគេមានអីឡងចេញចូលរហ័សហើយកំដាប់ដៃគេក៏ធ្ងន់គួរបាទព្រោះវាយអីណែអើយជុតសេរីបន្ថនខ្ចប់ហើយនឹង Kimura ខ្ចប់អញ្ចឹងបើវាយ5ទឹកប្រហែលជាពិបាកហើយតែបើ3ទឹកអានឹងប្រហែលជាមានតែមវិញព្រោះពេជ្រសម្បត្តិអាចនឹងបុក3ទឹកប៉ុន្តែខ្ញុំឲ្យកីឡាហ្នឹង50 ចោះព្រោះយើងអត់ហ៊ានសន្និដ្ឋានទេព្រោះ Mario កីឡាករអេស្ប៉ាញម្នាក់ហ្នឹងគឺខ្លាំងទទួលស្គាល់សមត្ថភាពអ្នកក្បាច់វាយជាមួយគាត់នៅគាត់សេរីបានចោះតម្រាំអ្នកបុកបងប្អូនគិតតែប៉ុណ្ណេះដឹងបាទជាមួយអ្នកបុករត់ទៅពិបាកទៀតដែរគាត់ចាំតែត្រង់ហ្នឹងក៏ងាយដែរប៉ុន្តែជឿថា Mario នៅពេលដែលប៉ះអ្នកកញ្ជ្រោអញ្ចឹងប្រហែលជាគាត់មិនអាចទស្សស្មារតីបានហើយគាត់អាចនឹងកញ្ជ្រោតាមបើជុលតាមត្រូវដៃពេលសម្បត្តិតែប្រមាណគឺទៅភាគរយសន្លប់គឺតិចតែបើឈ្នះបន្ទុកហ្នឹងអាចគ្រាន់តែបើសន្លប់បោះបង់ការប្រកួតងាយទេបងប្អូនយល់យ៉ាងណាទៅលើគូនេះ comment ទាំងអស់គ្នា